ការបណ្ដោយខ្លួនឲ្យរស់នៅទៅតាមធម្មជាតិគឺជារឿងមួយដែលធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរឡើងកាលណាបើអ្នកកាន់តែបន្ធូរអារម្មណ៍លទ្ធផលដែលអ្នកទទួលបានក៏កាន់តែល្អជាងមុនតាមរយៈទ្រឹស្ដី The Yerkes Dodson បានបង្ហាញថាកាលណាបើមនុស្សប្រាថ្នាចង់បានលទ្ធផលខ្លាំងពេកគេនឹងធ្លាក់ចូលក្នុងសម្ពាធផ្លូវចិត្តនិងការព្រួយបារម្ភខ្ពស់រហូតធ្វើឲ្យសមត្ថភាពធ្លាក់ចុះដែលធ្វើឲ្យអ្នកធ្វើអ្វីមួយមិនបានពេញលេញនិងទទួលបានលទ្ធផលមិនល្អតែពេលដែលអ្នកចេះសម្រាកផ្លូវចិត្តបន្ធូរអារម្មណ៍កុំឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងសម្ពាធខ្លាំងពេកសមត្ថភាពពិតប្រាកដរបស់អ្នកនឹងចេញមកដែលអាចឲ្យអ្នកធ្វើសកម្មភាពបានកាន់តែល្អឬក៏អាចប្រសើរជាងធម្មតាទៀតផងហើយលើសពីនេះទៅទៀតនៅពេលអ្នកចាប់ផ្ដើមធ្វើចិត្តអ្នកឲ្យស្ងប់មិនប្រញាប់ចង់ឈ្នះមិនបង្ខំចង់បានភាពជោគជ័យលឿនពេកហើយផ្ដោតលើការកែលម្អខ្លួនឯងឲ្យបានជាប្រចាំថ្ងៃរហូតដល់ធ្វើឲ្យអារម្មណ៍ធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលគេហៅថា flow state គឺជាស្ថានភាពដែលអ្នកលង់ខ្លួនពេញលេញក្នុងអ្វីដែលកំពុងធ្វើភ្លេចនឹកនាដល់ពេលវេលានិងរាល់សម្លេងរំខានពីខាងក្រៅនៅពេលនោះវានឹងធ្វើឲ្យអ្វីដែលអ្នកកំពុងធ្វើដំណើរការទៅយ៉ាងរលូនហើយលទ្ធផលដែលអ្នកទទួលបាននឹងល្អលើសពីធម្មតាកុំដាក់ការរំពឹងទុកខ្ពស់ពេកចំពោះមនុស្សនិងរឿងរ៉ាវទាំងអស់កាលណាបើអ្នកបន្ថយការរំពឹងចង់បាននិងការចង់គ្រប់គ្រងលើអ្វីគ្រប់យ៉ាងហើយបណ្ដោយលទ្ធផលឲ្យទៅតាមធម្មជាតិនោះគ្រប់យ៉ាងនឹងកាន់តែប្រសើរឡើងអ្នកត្រូវចាំទុករឿងមួយនៅពេលមនុស្សសប្បាយចិត្តសំណាងល្អក៏នឹងចូលមកក្បែរអ្នកកាន់តែមានអារម្មណ៍ល្អថាមពលនិងភាពសកម្មរបស់អ្នកក៏កាន់តែខ្ពស់ឡើងដែលធ្វើឲ្យអ្នកតាក់ទាញមកនៅមនុស្សនិងរឿងវិជ្ជមានចូលក្នុងជីវិតអ្នកផងដែរជីវិតដែលសុខសាន្តពិតប្រាកដមិនមែនកើតឡើងពីការបង្ខំខ្លួនឯងឲ្យរឹងមាំនោះទេតែជាការដែលអ្នកអាចគ្រប់គ្រងចិត្តឲ្យស្ងប់សុខសាន្តនិងមើលពិភពលោកដោយភាពវិជ្ជមានពេលថាមពលល្អក្នុងខ្លួនអ្នកក៏ចាប់ផ្ដើមហូរទៅក្រៅអ្វីល្អក៏នឹងកើតឡើងមកក្នុងជីវិតអ្នកដោយធម្មជាតិអ្នកត្រូវយល់ថាកាលណាបើអ្នកព្យាយាមគ្រប់គ្រងអ្វីមួយខ្លាំងពេកវាច្រើនតែមិនអាចគ្រប់គ្រងបានឬគោលនៃការព្រួយបារម្ភគឺកើតចេញពីការចង់បានលទ្ធផលភ្លាមមនុស្សជាច្រើនចង់ធ្វើរឿងជាច្រើនក្នុងពេលតែមួយហើយក៏ចង់បានភាពជោគជ័យភ្លាមដែរប៉ុន្តែការលូតលាស់ពិតប្រាកដវាត្រូវការពេលវេលានិងការសន្សំបទពិសោធន៍គ្រប់ការជោគជ័យទាំងអស់វាកើតឡើងទៅបានពីការរៀនការធ្វើនិងការអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំហើយដាច់ខាតមិនមែនកើតឡើងពីការគិតការព្រួយបារម្ភនិងការដែលគ្រាន់តែចង់បាននោះទេអ្នកគិតកាន់តែច្រើនបណ្ដាលឲ្យអារម្មណ៍របស់អ្នកកាន់តែរាយនាយពិបាកក្នុងការប្រមូលអារម្មណ៍ធ្វើអ្វីមួយឲ្យបានល្អហើយពេលខ្លះអ្នកបានត្រឹមតែគិតរហូតដល់មិនអាចចាប់ផ្ដើមធ្វើអ្វីទាំងអស់ការចាប់ផ្ដើមដែលមិនល្អឥតខ្ចោះក៏នៅតែប្រសើរជាងការមិនចាប់ផ្ដើមសោះដែរកុំរស់ក្នុងការព្រួយបារម្ភខ្លាំងពេករហូតដល់ខ្លួនឯងបន្លាចតែខ្លួនឯងចាប់ផ្ដើមធ្វើរឿងដែលអ្នកចង់ធ្វើពេលនេះទោះបីពីចំណុចតូចតាចក៏ដោយអ្នកគ្រាន់តែទទួលខុសត្រូវលើការជំនះខំប្រឹងទៅបានហើយលទ្ធផលសូមបណ្ដោយឲ្យទៅតាមធម្មជាតិជាអ្នកកំណត់ទៅចុះត្រូវចាំថារាល់បញ្ហាដែលអ្នកជួបសុទ្ធសឹងតែជាឱកាសដែលអាចបង្រៀនឲ្យអ្នករីកចម្រើននិងក្លាយជាមនុស្សល្អប្រសើរជាងមុនកុំខ្លាចបញ្ហាកុំយកចិត្តទុកដាក់លើការយល់ឃើញរបស់អ្នកដទៃនិងរឿងរ៉ាវជុំវិញខ្លួនច្រើនពេកបន្ធូរអារម្មណ៍ឲ្យបានធូរស្រាលនៅពេលដែលអ្នកឈប់តានតឹងហើយទាញការផ្ដោតអារម្មណ៍ត្រឡប់មកលើខ្លួនឯងនិងការធ្វើសកម្មភាពវិញរឿងល្អនិងសំណាងល្អនឹងចាប់ផ្ដើមដើរចូលមករកអ្នកដោយខ្លួនឯងនៅពេលដែលអ្នកក្រហូបបន្លែមនុស្សនិយាយថាមកពីពួកគេគ្មានជម្រើសប៉ុន្តែនៅពេលដែលអ្នកមានហូបបន្លែដូចគ្នាស្រាប់តែគេហៅថាវាជាការរស់នៅបែបសុខភាពល្អទៅវិញនៅពេលដែលអ្នកក្រជីកង់មនុស្សសន្មតថាពួកគេគ្មានលុយទិញឡានប៉ុន្តែនៅពេលដែលអ្នកមានជីកង់គេបែរជាសរសើរថាជាការហាត់ប្រាណនិងមានវិន័យចំពោះសុខភាពនៅពេលដែលអ្នកក្រពាក់នាឡិកាម៉ាកល្បីៗមនុស្សជាច្រើនគិតថាវាច្បាស់ជារបស់คล้ายប៉ុន្តែនៅពេលអ្នកមានស្លៀកពាក់សាមញ្ញគេហៅវាថាជាភាពថ្លៃថ្នូរនិងជាស្ទីលម៉ូដទាន់សម័យតាមពិតទៅសកម្មភាពទាំងនោះគឺដូចគ្នាទាំងស្រុងមិនថាជាការហូបអាហារការជិះកង់ឬការស្លៀកពាក់នោះទេគ្មានអ្វីផ្លាស់ប្ដូរឡើយអ្វីដែលផ្លាស់ប្ដូរគឺជារបៀបដែលមនុស្សវាតម្លៃក្នុងករណីជាច្រើនពិភពលោកមិនបានមើលឃើញលើអ្វីដែលអ្នកធ្វើនោះទេគេមើលទៅលើចំនួនលុយដែលគេគិតថាអ្នកមានបន្ទាប់មកទើបគេសម្រេចថាទង្វើរបស់អ្នកមានន័យយ៉ាងណានៅពេលដែលអ្នកកាន់តែមានវ័យចាស់ទៅអ្វីដែលជាអាទិភាពក្នុងជីវិតរបស់អ្នកក៏ចាប់ផ្ដើមផ្លាស់ប្ដូរអ្នកឈប់ដេញតាមភាពអ៊ូអរដែលឥតប្រយោជន៍ហើយចាប់ផ្ដើមស្រេកឃ្លាននៅសេចក្តីសុខសាន្តហើយលើពីអ្វីៗទាំងអស់អ្នកចង់នៅក្បែរមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាសុវត្ថិភាពនៅពេលដែលបាននៅជិតគេគឺមនុស្សដែលចិត្តល្អចំពោះអ្នកមនុស្សដែលនាំមកនៅភាពស្ងប់សុខជំនួសឲ្យភាពវឹកវរមនុស្សដែលផ្ដល់កម្លាំងចិត្តដល់ផ្លូវចិត្តរបស់អ្នកមិនមែនផ្ដល់ភាពតានតឹងដល់ជីវិតប្រចាំថ្ងៃរបស់អ្នកឡើយអ្នកនឹងដឹងថាភាពមានបានពិតប្រាកដវាមិនមែនជាការបង្អួតសម្ញៃនោះទេវាមិនមែនជាភាពឆាតឆាយហើយវាក៏មិនត្រូវការបង្ហាញដើម្បីបញ្ជាក់ប្រាប់នរណាម្នាក់ដែរវាគឺជាការភ្ញាក់ពីគេងដោយគ្មានក្តីបារម្ភវាគឺជាការសើចដោយមិនចាំបាច់សម្ដែងវាគឺជាការត្រូវបានគេយល់ចិត្តដោយមិនចាំបាច់ចំណាយពេលបកស្រាយច្រើននោះហើយគឺជាភាពមានបានដ៏ពិតប្រាកដដែលមានតម្លៃបំផុតសម្រាប់ជីវិតធ្វើការរាល់ថ្ងៃពេលខ្លះយកសុខភាពទៅបដូរយកលុយតែដល់ថ្ងៃមួយយើងក៏ត្រូវយកលុយដែលខំរកទៅបដូរយកសុខភាពមកវិញដែរវាជាការពិតមនុស្សជាច្រើនសប្តាហ៍ថ្ងៃនេះរស់នៅជាមួយភាពនឿយហត់សម្ពាធការងារដែលគិត
ថាវាជារឿងធម្មតាការចូលគេងយប់ជ្រៅញ៉ាំអាហារមិនទៀងពេលផឹកកាហ្វេច្រើន stress ពីការងារនិងជីវិតប្រចាំថ្ងៃរហូតដល់ថ្ងៃមួយរាងកាយចាប់ផ្ដើមផ្ដោតសញ្ញាឆាប់អស់កម្លាំងពិបាកផ្ដោតអារម្មណ៍មិនសូវមានថាមពលឬក៏ឈឺញឹកញាប់ជាងមុនហើយអ្វីដែលមនុស្សជាច្រើនមិនសូវចាប់អារម្មណ៍នោះគឺទម្លាប់រស់នៅប្រចាំថ្ងៃដែលអាចធ្វើឲ្យរាងកាយមិនទទួលបាននូវវីតាមីនឬក៏សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ជួយទ្រទ្រង់សុខភាពជាពិសេសអ្នកដែលធ្វើការច្រើនសម្រាប់តិចឬក៏មិនសូវញ៉ាំអាហារមានតុល្យភាពអាចធ្វើឲ្យរាងកាយឆាប់អស់ថាមពលនិងប៉ះពាល់ដល់សុខភាពរយៈពេលវែងរាងកាយមនុស្សត្រូវការវីតាមីននិងសារធាតុចិញ្ចឹមជាច្រើនដើម្បីជួយទ្រទ្រង់ថាមពលខួរក្បាលប្រព័ន្ធភាពស៊ាំនិងសុខភាពទូទៅដូច្នេះទូរវល់យ៉ាងណាក៏មិនគួរមើលរំលងការថែរក្សាសុខភាពខ្លួនឯងដែរចាប់ផ្ដើមពីរឿងតូចៗដូចជាគេងឲ្យបានគ្រប់គ្រាន់ញ៉ាំអាហារឲ្យបានទៀងពេលបន្ថែមបន្លែនិងផ្លែឈើទៅលើរបបអាហារប្រចាំថ្ងៃផឹកទឹកឲ្យបានគ្រប់គ្រាន់ហើយឆ្លៀតពេលសម្រាកនិងហាត់ប្រាណព្រោះលុយអាចរកបានវិញតែសុខភាពដែលបាត់បង់ខ្លាំងហើយគឺពេលខ្លះមិនអាចយកមកវិញបានទេ